ជារៀសួរសួស្តីបងប្អូនទាំងអស់គ្នាតើតបុកបក្រាវញ៉ាំជាមួយខ្ញុំចាជាដំបូងនឹងយើងដាក់ស្ករដាក់អំបិលជាមួយរ៉ូឌីប៊ីចេងអីមកដាក់ម្ទេសហើយក៏ដូចជាមើមបក្រាវនឹងទិញមកពីស្រុកទិញតាំងពីរតនគិរីមកឆ្ងាយងាយបានហូបទេដោយសារនៅខ្ញុំអត់សូវសបោមានក៏វាអត់មានមើមអញ្ចឹងវាមានតែដើមដោយសារតែនៅនេះវាខ្សាត់តបមកយើងបុកម្ទេសបុកបក្រាវបុកអីហ្នឹងឲ្យម៉ត់សិនមកបន្ទាប់មកទៀតនេះយើងមានត្រីអាំងហ្នឹងយើងបេះយកឆ្អឹងចេញឲ្យអស់មកតែខ្ញុំនៅដោយមួយដែរហ្នឹងបើសិនជាយើងឃើញយើងដកចេញអីចឹងណាបងប្អូនយើងបុកវាឲ្យម៉ត់មកហើយយើងភ្លក់តាមចំណង់ចំណូលចិត្តយើងដូចថាយើងស្ទើអីយើងថែមនឹងបដ ாய் មកហើយបើថាបងប្អូនចង់ដាក់ជូរបន្តិចក៏បានដែរក៏ឆ្ងាញ់ដែរតែចំពោះខ្ញុំថ្ងៃហ្នឹងខ្ញុំបុកឲ្យ10ជូរឯដោយសារកើតជំងឺខ្ជិលឥឡូវនេះបក្រាវយើងបុកចាវរួចរាល់ហើយខ្ញុំក៏បានដួសដាក់ចានរៀបចំហូបជុំគ្រួសារអីចឹងណាបងប្អូននិយាយទៅចំណាយលុយតិចចំណេញច្រើនហើយរសជាតិឆ្ងាញ់ងាយបានហូបទេយូរបានហូបម្ដង